ផដីខ្លួនឯងដេកជាមួយសៃនៅបន្ទប់តែ2នាក់ហើយនេះអារឿងហ្នឹងបងប្អូនហើយខាងគ្រួសារខាងប្រព័ន្ធនេះក៏ចង់ឲ្យលោកអេងចំណាប់តែក្រុមស៊ើបសួរនៃសាលាដំបងខេត្តត្បូងឃ្មុំបង្ហាញខុសតាមផងដែរដែលចោទប្រកាន់អំពើហិង្សាហើយអំពើហិង្សាហ្នឹងវាមានស្ថានទម្ងន់ទោសប៉ុន្មានដែលរហូតទៅដល់ឃុំខ្លួននៅទុកមាត់ខ្មងកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះតែងតែផ្ទះទៅផ្ទះមកហើយបាទវាយទៅវាយមកអញ្ចឹងអាចថាវាមានរបួសស្នាមតិចតួចកូនក្តីខ្ញុំក៏បានឆ្លើយសារភាពថាគាត់ពិតជាបានវាយមួយដៃផ្ទះមកកាភ្លៀងបាទអញ្ចឹងក្នុងនាមខ្ញុំជាមេធាវីការពិសិដ្ឋឲ្យកូនក្តីនេះខ្ញុំចង់សួរទៅលោកចៅក្រមដែរថាចុះបើសិនជាជាសនកម្មធ្ងន់ធ្ងរដោយអ្វីដែលគាត់ឃុំកូនក្តីក្នុងការពីម្សិលមិញចុះនៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ជាដំណាក់កាល PM នេះក៏ PM មិនសុំកោការពីតំណាងអัยការក្នុងការខាត់ខ្លួនតែម្ដងទៅបាទរហូតមកដល់កូនក្តីខ្ញុំបំពេញនីតិវិធីដល់ដំណាក់កាលអัยការទៀតគាត់ចូលមកឆ្លើយនិងទទួលស្គាល់កំហុសរបស់គាត់ថាគាត់ពិតជាបានផ្ទះម្នាក់ស្រីនោះមកកាភ្លៀងពិតប្រាកដបាទអញ្ចឹងឈានមកដល់ដំណាក់កាលស៊ើបម្សិលមិញលោកចៅក្រមខ្ញុំមិនដឹងថាគាត់គេហៅថាការឃុំខ្លួនតាមមាត្រា205ដែលជាភាពចាំបាច់នៃការឃុំខ្លួនហ្នឹងតើវាចាំបាច់ប៉ុណ្ណាទៅលោកចៅក្រមគាត់ហ៊ានឃុំខ្លួនកូនក្រីខ្ញុំដោយអត់មានឃើញថាជាសនកម្មនោះវាធ្ងន់ធ្ងរដល់កម្រិតណាហ្នឹងគ្រាន់តែគាត់របួសស្លាកស្នាមបន្តិចបន្តួចมันមានជារបួសនោះវាបង្កឲ្យមានភាពប៉ះពាល់ដល់អាយុជីវិតគាត់ឬក៏ធ្វើឲ្យគាត់ពិការភាពទេអញ្ចឹងជាគោលការណ៍ផ្លូវច្បាប់គឺមានកន្លែងហ្នឹងតើភាពចាំបាច់នៃការឃុំបណ្ដោះអាសន្នហ្នឹងគឺលោកចៅក្រមហ្នឹងគាត់ត្រូវពិនិត្យទៅលើមាត្រា205ហ្នឹងតែជាក់ស្ដែងខ្ញុំពិនិត្យទៅមាត្រា205គឺអត់មានមូលហេតុណាមួយក្នុងការឃុំខ្លួនកូនក្រីខ្ញុំជាបណ្ដោះអាសន្នទេហេតុអីបានថាអញ្ចឹងយើងចង់បានន័យថាការសម្រេចក្តីរបស់ចៅក្រមខុសអត់ខុសទេបាទគាត់មានឆន្ទៈសិទ្ធិក្នុងការសម្រេចក្តីប៉ុន្តែខ្ញុំក៏មានសិទ្ធិក្នុងការតបទៅលើការសម្រេចរបស់គាត់ដែរបាទអាហ្នឹងគឺយើងនិយាយពីសិទ្ធិតែការអនុវត្តបច្ចុប្បន្ននេះបើសិនជាយើងក៏លេចមើលទៅការអនុវត្តគឺច្បាប់គេហៅថាតឹងរឹងបាទតែតឹងរឹងទៅលើបុគ្គលដែរតិចវិញតឹងរឹងទៅលើតែបុគ្គលដែរខូចទេតែឡៃកូនក្តីខ្ញុំគាត់បង្ហាញខ្លួនគ្រប់នីតិវិធីបាទអាស័យដ្ឋានគាត់ក៏ច្បាស់លាស់គាត់មានរបររ៉ូស៊ីត្រឹមត្រូវនៅក្នុងខេត្តហ្នឹងបាទហើយគាត់បានបំពេញកាតព្វកិច្ចជូនតុលាការតាមនីតិវិធីរួចរាល់ហើយអញ្ចឹងបើសិនជាគាត់តែចូលមកបាត់ល្មើសបន្តិចបន្តួចឬក៏មានចេតនាកម្មតិចតួចមកឃុំប្រហែលជាគុកពន្ធនាគារនៅត្បូងឃុំអត់មានកន្លែងដែរបាទព្រោះឥឡូវនេះកូនក្តីខ្ញុំម្នាក់ត្រូវបានឃុំជាបណ្ដោះអាសន្នហើយអញ្ចឹងថ្ងៃទី2ទី3ទី4កូនក្តីខ្ញុំ4នាក់ទៀតត្រូវចូលឆ្លើយនៅចំពោះមុខលោកចៅក្រមអេងចំណាប់នឹងបាទអញ្ចឹងតើឲ្យប្រជាពលរដ្ឋដែលជាកូនក្តីរបស់ខ្ញុំ4 5នាក់ក្រោយគាត់ជឿទៅលើតុលាការបែបណាបើគាត់ណាចូលឆ្លើយហើយត្រូវឃុំគាត់ដោយពួកគាត់ទទួលស្គាល់បើសិនជាមានបង្កចេតនាកម្មធ្ងន់ធ្ងរប៉ះពាល់ដល់សង្គមប៉ះពាល់ដល់អាយុជីវិតធ្វើឲ្យពិការភាពនរណាម្នាក់ការអនុវត្តតឹងរឹងគឺត្រូវតែមានខ្ញុំទទួលយកតែចំពោះចេតនាកម្មជាក់ស្ដែងនៅក្នុងសំណុំរឿងកូនក្តីខ្ញុំការពីភាសាមិញគឺដូចជាមិនមានភាពចាំបាច់ណាមួយបើសិនជាតុលាការយល់ឃើញថាត្រូវចាំបាច់ឲ្យកូនក្តីខ្ញុំមកឆ្លើយតុលាការអាចចេញដីកាហៅបន្តទៀតកូនក្តីខ្ញុំអត់មានរត់តាណាបើសិនជាគាត់រត់ម្សិលមិញក៏គាត់មិនចូលដែរបាទហើយក៏មានអ្នកឲ្យព័ត៌មានគាត់ថាតែចូលទៅចៅក្រមនឹងចាប់ហើយចូលទៅចៅក្រមនឹងចាប់ហើយបាទដោយសារខ្ញុំជាមេធាវីខ្ញុំពិនិត្យទៅលើអង្គហេតុអង្គច្បាប់ក៏ដូចជាផ្ទះសនកម្មផុសតាមផ្សេងខ្ញុំគិតថាมันមានគោលការណ៍ណាមួយមកខាត់កូនក្តីខ្ញុំឬក៏ឃុំកូនក្តីខ្ញុំជាបណ្ដោះអាសន្ននេះទេបាទហើយបើសិនជាខាត់មែនឃុំមែនមិនមែនមកដល់ដំណាក់កាលចៅក្រមស៊ើបនេះទេព្រោះអីអង្គហេតុវាកើតតាំងពីខែ9ថ្ងៃ9វិច្ឆិកា2024ម៉េចបាទអញ្ចឹងមកដល់ម៉ោងនេះចំណាក់ការនៃរឿងក្តីហ្នឹងវាចូល4-5 ខែហើយបាទអញ្ចឹងបើយោងតាម205គេនិយាយហើយបាទចំណុចទី4ហ្នឹងគឺគាត់បញ្ជាក់ហើយក្នុងមេត្រាបើគឺទុកឲ្យជនត្រូវចោទចូលមកបំភ្លឺនៅតុលាការអញ្ចឹងក្នុងចំណុចនេះកូនក្តីខ្ញុំបានបំពេញកាតព្វកិច្ចមកបំភ្លឺជូនតុលាការដើម្បីកុំឲ្យតុលាការមានផលលំបាកក្នុងការស្វែងរកខុសតាំងឬក៏ស៊ើបសួរក្នុងសំណុំក្តីហ្នឹងអញ្ចឹងការសម្ដែងកម្មសិទ្ធិការសម្ដែងស្ដីកម្មសិទ្ធិនេះគឺកូនក្តីខ្ញុំទទួលភាពអយុត្តិធម៌ធ្ងន់ធ្ងរមែនទេធ្ងន់ធ្ងរណាស់ហេតុអីជាសនកម្មប៉ុណ្ណឹងតើលោកចៅក្រមត្រូវចាប់មនុស្ស4នាក់ទៀតឬក៏យ៉ាងណាបាទចង់ដឹងកន្លែងហ្នឹងដែរខ្ញុំក៏ចង់ដឹងដែរតើលោកចៅក្រមពិចារណាចាប់4នាក់ទៀតឬក៏យ៉ាងណាកូនក្តីខ្ញុំត្រៀមខ្លួនដូចជាស្រេចក្នុងការឲ្យលោកចៅក្រមឃុំបន្តបើសិនជាលោកចៅក្រមអាចឃុំព្រោះហេតុអីបានយើងត្រូវធ្វើវីដេអូថ្ងៃនេះព្រោះខ្លាចថ្ងៃ2 3 4កូនក្តីចូលឆ្លើយជាបន្តគាត់ចាប់អញ្ចឹងអត់បានធ្វើវីដេអូទេបាទអត់បានធ្វើវីដេអូអញ្ចឹងគាត់ធ្វើទៅហើយក៏សូមអធិស្ឋានទៅថ្នាក់ដឹកនាំរបស់តុលាការខេត្តត្បូងឃ្មុំដែរបាទពួកខ្ញុំធ្វើដោយបង្ខំទេដោយសារខ្ញុំទទួលបានភាពអយុត្តិធម៌នៅចំពោះមុខបាទមិនមែនគេហៅថាអយុត្តិធម៌នេះទទួលបានបើសិនជាពួកខ្ញុំទទួលយកបានក៏ពួកខ្ញុំមិនងើបនាំគ្នាមកតបាននៅចំពោះមុខស្ថាប័នដែរបងប្អូនគេចោទប្រកាន់ថាខាងប្រព័ន្ធដើមប្រព្រឹត្តបទល្មើសអំពើហិង្សា
ឥឡូវខាងសាច់ញាតិគាត់ចង់ដឹងដែរថាអំពើហិង្សាហ្នឹងមានរបួសស្នាមត្រង់ណាសូមបង្ហាញរបួសស្នាមដែលចោតប្រកាន់ថាប្រព័ន្ធដើមប្រៅអំពើហិង្សាដែលមានរបួសស្នាមនេះប្រព័ន្ធដើមទៅទាន់ប្តីខ្លួនឯងដេកជាមួយស្រីវាជារឿងធម្មតាបងប្អូនការបតាយបតបគ្នាមានការមុតកញ្ចក់ឬទាញសក់អីបន្តិចបន្តួចអាហ្នឹងរឿងហ្នឹងជាមិនផុតទេបើប្រព័ន្ធទៅតាមប្តីខ្លួនឯងដេកជាមួយស្រីនៅបន្ទប់តែ2នាក់ហើយនេះអារឿងហ្នឹងបងប្អូនហើយខាងគ្រួសារខាងប្រព័ន្ធនេះក៏ចង់ឲ្យលោកអេងចំណាប់ចៅក្រមសិបសួរនៃសាលាដំបងខេត្តត្បូងឃ្មុំបង្ហាញខុសតាមផងដែរដែលចោទប្រកាន់អំពើហិង្សាហើយអំពើហិង្សាហ្នឹងវាមានស្ថានទម្ងន់ទោសប៉ុន្មានដែលរហូតទៅដល់ឃុំខ្លួននៅគុកមាត់ខ្មងកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នេះបងប្អូនរឿងហ្នឹងហើយរឿងនេះយើងនឹងឲ្យបងមេធាវីលំអិតពាក់ព័ន្ធនឹងរឿងនេះដែលមានរបួសស្នាមណាដែលរហូតទៅដល់ឃុំខ្លួនប្រព័ន្ធដើមជាក់ស្ដែងនឹងខុសតាំងដែលខ្ញុំមិនមើលម្សិលឃើញថាមិនមែនអត់របួសទេគាត់មានរបួសធម្មតាមនុស្សស្រីគាត់មានកញ្ចក់បាទអញ្ចឹងគាត់អាចកវិសកញ្ចក់កវិសដៃអញ្ចឹងទៅវាមានស្លាកសានបន្តិចបន្តួចតែគាត់ថាសួរថាកូនក្តីខ្ញុំគាត់ទទួលយកនៅកំហុសហ្នឹងគាត់ទទួលស្គាល់ថាគាត់ពិតជាបានកវិសដៃត្រូវឬក៏បានតែកវិសឬក៏បានមានការខ្វាយទៅកញ្ញៅទៅកញ្ញៅមកហើយចាក់ស្ដែងកូនក្តីខ្ញុំក៏គាត់រងរបួសដែរបាទគាត់ថាភាគីខាងកូនក្តីខ្ញុំភាគច្រើនគឺគាត់មិនចង់វែងឆ្ងាយតែដល់ពេលដែលរឿងទទួលមកប៉ុណ្នេះហើយប្រហែលជាយើងមិនចង់ចប់តែគេអត់ចង់ចប់មកយើងអញ្ចឹងយើងមានតែព្យាយាមបន្តស្វែងរកផងតាំងដើម្បីដាក់ជូនតុលាការពិនិត្យបន្តទៀតបាទ